ចាប់ដើមឡើងមកគឺនៅក្នុងសូននៅកន្លែងទ្វារច្រកចូលចេញទៅកាន់ភពមនុស្សពេលនឹងដែរអ្នកយាមកំពុងតែយាមសោកសងស្រាប់តែទ្វារនឹងគឺបានលបាកឡើងអ្នកយាមបានទៅមើលទៅអត់មានឃើញពីណាមកសោះហើយពួកគេក៏បានបិទវិញស្រាប់តែកញ្ញាឈីយ៉ូបានលបលួចចូលមកតែម្ដងមិនឲ្យអ្នកយាមដឹងនោះទេនៅពេលដែលនាងកំពុងតែដើរសោកសងស្រាប់តែនាងបានទៅជួបនឹងអាម៉ាតដែលថាជាជនក្បត់នោះអាតានឹងដឹងឈ្មោះអីទេមើលមួយដូចជាស្វាហៅវាអាតាស្វាហ្មងទៅបាទនាងមិនតបពីឃើញអាតាស្វាឪនឹងហើយនាងពិតជាភ័យខ្លាចខ្លាំងមែនតែនប៉ុន្តែសំណាងល្អក៏មានអាម៉ាតចិត្តល្អផ្សេងទៀតក៏បានមកជួបនាងអញ្ចឹងទៅសួរនាំនាងអញ្ចឹងណាហើយពេលនឹងដែរអាតាស្វាឪក៏បាននិយាយធ្វើជាល្អនិយាយថាអូអ្នកនាងមិនរត់ចេញទៅក្រៅផ្លេផ្លាស់អញ្ចឹងមិនឲ្យអ្នកណាដឹងមិនចាត់មានគ្រោះថ្នាក់ណាតបពីនេះនិយាយហើយពួកគេក៏បាននាំកញ្ញាយោឈីចេញពីកន្លែងបាត់ទៅបាទអាតានឹងបន្ទាប់ពីកញ្ញាយោឈីចេញទៅបាត់វាក៏បាននិយាយជាមួយនឹងកូនចៅរបស់វាថាឯងត្រូវតែចាត់ការកញ្ញាយោឈីឲ្យបានវយចាត់ការថ្ងៃនឹងចោលតែម្ដងទៅហើយពេលនោះដែរអ៊ីជកូក៏បានតាមរកកញ្ញាយោឈីដល់ក្នុងសូផងដែរហើយអ្នកយាមទ្វារនៅកន្លែងក៏ចង់ចាប់អ៊ីជកូអញ្ចឹងណាសារតែអត់ស្គាល់អ៊ីជកូប៉ុន្តែត្រូវបានអាស័យនិងអាសានហាមឃាត់ពួកគេហើយពួកគេក៏បាននិយាយថាអូឥឡូវយើងបែកគ្នាដើររហ្មងតើឥឡូវហើយពេលនោះដែរកញ្ញារូខៃក៏កំពុងតែដើររផងដែរកំពុងតែដើររសោកស្រាប់តែនាងបានប្រទះគ្នាជាមួយនឹងអាប៉ាឈីបានសួរនាំនាងអញ្ចឹងណាអ៊ីជកូមកអត់កញ្ញារូខៃស្ទាក់ទៅមិនចង់ប្រាប់ទេស្រាប់តែអាប៉ាឈីវាបានប្រើសក់របស់វាមានកណ្ដឹងអីហ្នឹងបានស្ទង់រកវិញ្ញាណរបស់អ៊ីជកូហើយក៏បានថាអូអ៊ីជកូនៅចិត្តហ្នឹងទេតើឥឡូវយើងទៅតាមរកអ៊ីជកូតែម្ដងទៅកញ្ញារូខៃចង់ហាមឃាត់អញ្ចឹងណាប៉ុន្តែហាមឃាត់មិនឈ្នះនោះទេចំណែកអាស័យណាសានកំពុងតែដើររកកញ្ញាឈីយ៉ូសោកស្រាប់តែពួកគេបានរកឃើញមួករបស់នាងពួកគេក៏បានដើរចូលទៅខាងក្នុងញ៉ាកន្លែងលោកឃើញនាងនៅខាងក្នុងហ្នឹងពេលដែលចូលទៅស្រាប់តែអាតាមុខស្វាហ្នឹងបានមកបិទទ្វារឃុំពួកគេទៅក្នុងហ្នឹងតែម្ដងចំណែកឯកញ្ញាឈីយ៉ូនេះវិញពេលនេះត្រូវបានគេនាំឲ្យទៅជួបនឹងមិត្តភក្តិរបស់នាងដែលជាកូនអភិជនដូចគ្នាពួកគេទាំងពីរហ្នឹងក៏បាននាំគ្នាចូលទៅខាងក្នុងទៅបាទហើយជកូក៏បានឃើញពួកគេដើរចូលទៅខាងក្នុងផងដែរហើយកញ្ញាឈីយ៉ូពិតជាសប្បាយចិត្តមែនទែនបន្ទាប់ពីបានជួបមិត្តភក្តិរបស់នាងហើយមិនមានតែមិត្តភក្តិរបស់នាងតែម្នាក់ទេគឺមានមិត្តស្រីផ្សេងទៀតនៅកន្លែងហ្នឹងអ៊ីជកូបាន teleport ទៅជួបពួកគេអ៊ីជកូសួរកញ្ញាឈីយ៉ូថាតើនាងមកកន្លែងធ្វើអ្វីមកឥឡូវទៅវិញជាមួយនឹងខ្ញុំមកប៉ុន្តែកញ្ញាឈីយ៉ូគឺនាងមិនទៅនោះទេនាងថានាងមកកន្លែងហ្នឹងគឺដើម្បីជួបលេងជាមួយនឹងមិត្តភក្តិរបស់នាងពេលហ្នឹងដែរស្រាប់តែមានកងអង្គរជាច្រើនបានមកចាប់អ៊ីជកូខំនិយាយថាអេកុំចាប់ខ្ញុំអីខ្ញុំជាមិត្តភក្តិរបស់កញ្ញាឈីយ៉ូតែកញ្ញាឈីយ៉ូបានថាចាប់វាទៅយើងមិនដែលស្គាល់វាទេហើយកញ្ញាឈីយ៉ូក៏បានដើរចេញពីកន្លែងហ្នឹងស្រាប់តែនាងបានឃើញក្មេងស្រីម្នាក់កំពុងតែអង្គុយយំហើយនាងក៏បានដើរចូលសួរនាំថាអេក្មេងស្រីកាត់អីខូចចិត្តលេងមកបាយចាញ់មែនក្មេងស្រីចម្លែកនោះគឺមិននិយាយអ្វីនោះទេហើយក៏បានដឹកដៃនាងចេញទៅខាងក្រៅគឺដឹកដៃទៅកន្លែងស្ងាត់ណាបន្ទាប់មកស្រាប់តែនាងបានដកក្បិតចេញមកតែម្ដងដើម្បីសម្លាប់កញ្ញាឈីយ៉ូចោលពេលនោះដែរក្មេងស្រីចម្លែកនោះប្រងតែសម្លាប់កញ្ញាឈីយ៉ូចោលទៅហើយប៉ុន្តែស្រាប់តែអ៊ីជកូបានចេញមកហើយក៏បានជួយសង្គ្រោះនាងហើយក៏បានវាយជាមួយនឹងក្មេងស្រីម្នាក់នោះតែពេលនោះដែរស្រាប់មានអង្គរៈជាច្រើនមកចាប់អ៊ីជកូដោយគិតថាអ៊ីជកូនឹងគឺជាអ្នកចង់សម្លាប់កញ្ញាឈីយ៉ូចោលយ៉ាងទៅប៉ុន្តែស្រាប់តែក្មេងស្រីចម្លែកនោះបានចេញមកម្ដងទៀតហើយក៏បានចាត់ការទៅលើអង្គរៈទាំងអស់ក្នុងចោលហើយក៏បានលោតទៅចាក់សម្លាប់កញ្ញាឈីយ៉ូចោលណាប៉ុន្តែតំណាងអត្រូវបានអាប៉ាឈីទៅរកអ៊ីជកូនៅពេលដែលទៅរកអ៊ីជកូនោះអាប៉ាឈីក៏បានចាក្មេងស្រីនោះជាប់តែម្ដងហើយតាមពិតនោះគឺជាឃាតករដែលបន្លំខ្លួនទៅជាក្មេងស្រីតែប៉ុណ្ណោះហើយឃាតករនោះវាចង់លោតទៅកាប់អាប៉ាឈីយ៉ាងណាប៉ុន្តែអាប៉ាឈីដាក់តែម្ដងក៏ដេកស្អាតតែម្ដងតទៅពេលរឿងនេះចោលគេក៏បានទៅសួរកញ្ញាឈីយ៉ូនៅមាត់របស់ឈីយ៉ូតែម្ដងថាមានអ្វីកើតឡើងចំពោះពួកគេបានប្រាប់ថាអូខ្ញុំមកជប់លៀងគឺដើម្បីមកអបអរមិត្តភក្តិរបស់ខ្ញុំហើយដោយសារតែយើងមកជប់លៀងដោយសារតែមិត្តភក្តិរបស់កញ្ញាឈីយ៉ូគឺថាសែខ្លាំងពេកចឹងហើយបានជាគេជប់លៀងដើម្បីឲ្យនាងសប្បាយដោយសារតែមិត្តភក្តិរបស់កញ្ញាឈីយ៉ូត្រូវបានគេបង្ខំឲ្យរៀបការជាមួយនឹងជនដែលនាងមិនស្គាល់ហើយនាងនៅក្មេងទៀតក៏ត្រូវបានគេបង្ខំឲ្យរៀបការតទៅពីនោះមកពួកគេក៏បានបំបីផ្លូវគ្នាទៅកន្លែងរបស់ពួកគេរៀងៗខ្លួនហើយយើងក៏កាត់ទៅកន្លែងអាស្វានៅពេលនេះវាកំពុងតែជាឃាតកកម្នាក់ទៀតហើយអាឃាតកម្នាក់ហ្នឹងមានឈ្មោះថាហាន់សាតាស្វាហ្នឹងវាបានឲ្យដើរកញ្ចក់ដើម្បីឲ្យហាន់សាហ្នឹងយកទៅចាត់ការក្រុមរបស់អ៊ីជកូចោលហើយនៅយប់នោះដែរតាស្វាវាបានរៀបចំកម្មវិធីហើយអាម៉ាត់ជាច្រើនដើម្បីស្នងតំណែងទៅកាន់ក្មេងប្រុសម្នាក់ឲ្យក្រុមមរតកហើយមើលទៅក្មេងប្រុសម្នាក់ហ្នឹងដូចជាមិនចង់ស្នងមរតកមិនដឹងទេពេលនោះដែរតាស្វាបាននិយាយថាអូឥឡូវយើងត្រូវតែស្នងមរតកឲ្យក្មេងប្រុសម្នាក់ហ្នឹងហើយដោយសារតែកញ្ញាឈីយ៉ូអត់នៅកន្លែងហ្នឹងទេគឺអវត្តមានអញ្ចឹងយើងមានតែលើកឲ្យអាប៉ែហ្នឹងឡើងស្នងមរតកតែប៉ុណ្ណោះហើយនៅកន្លែងហ្នឹងក៏មានអាម៉ាត់ជាច្រើនជំទាស់នឹងការឡើងក្រងរាជមួយហ្នឹងព្រោះអាតាមុខស្វាគឺថាវាពេបមាត់តែម្ដងហើយនៅយប់ឡើងក៏មានអាម៉ាត់ទាំងអស់គ្នាក៏បាននាំគ្នាចូលក្នុងបន្ទប់ហើយអាម៉ាត់ដែលយើងកំពុងតែឃើញគឺជាអាម៉ាត់ដែលទាស់ពាក្យសម្ដីជាមួយអាតាស្វាណាពួកគេកំពុងតែនិយាយគ្នាសោកស្រាប់តែភ្លើងចង្កៀងក៏បានរលត់ហើយក៏បានលើកសម្លេងពួកគេអោកអាអញ្ចឹងណាដូចជាត្រូវបានគេកាប់សម្លាប់អញ្ចឹងហើយយើងក៏កាត់ទៅហាន់សាម្ដងនៅពេលនេះវាបានដឹកនាំតបនិនចាផ្សេងទៀតដើម្បីចាត់ការក្រុមរបស់អ៊ីជកូហើយបានប្រទះផ្លូវគ្នាជាមួយនឹងអ៊ីជកូពួកគេទាំងពីរហ្នឹងគឺនឹងត្រូវកាប់គ្នាឥឡូវហ្នឹងឯងមានចាំពេលយូរនោះទេបាទចំណែកមើលរបស់អ៊ីជកូផ្សេងហ្នឹងគឺត្រូវបាននិនចាតូចផ្សេងនេះបានការឡំពាល់វាប្រហាពួកគេទាំងអស់គ្នាតែម្ដងជាផ្សេងគឺចង់សម្រាប់កញ្ញា
ញ្ញាជាយោចោលចំណែកហានសាជាមួយនឹង Ichigo ណែវិញពេលនេះពួកគេទៅពីនេះកំពុងតែកាប់គ្នាមើលទៅដូចជាស្មារតីគ្នាល្អដល់កយហានសាវាចង់ប្រើពន្លឺកញ្ចក់របស់វាដាក់ទៅ Ichigo ក៏បានរងទៅពេលដែលបើកភ្នែកមកស្រាប់តែឃើញខ្លួនប្រាណរបស់វាគឺមិនអាចកម្រើកបាននោះទេពេលនេះ Ichigo គឺត្រូវជាប់ស្គៀពន្លឺកញ្ចក់របស់ហានសាហើយចំណែកហានសាបាននិយាយថាហាហាយើងមិនដូចនិនចាពីមុននោះទេយើងគឺនិនចាខុសពីម៉ូដវើយហើយជាប់ស្គៀពកញ្ចក់នោះមិនអាចរួចបាននោះទេស្រាប់តែពេលនោះដែរ Ichigo ក៏បានមានថាពោះខ្លាំងមែនទែនដើម្បីរើសម្រាស់ក្នុងការកំទេចពន្លឺកញ្ចក់របស់ហានសាធ្វើឲ្យហានសាមានការភ័យខ្លាចជួយទៅហើយថាពោះរបស់ Ichigo បានធ្វើឲ្យកញ្ចក់របស់ហានសាបានបែកផងដែរតមកកញ្ញារូឈីក៏បានចូលមកហើយក៏បានកំទេចស្គៀពកញ្ចក់របស់ហានសាចោលតែម្ដងគឺនាងមកដើម្បីជួយ Ichigo នឹងឯងហានសាមើលឃើញទៅដូចជាមិនសូវស្រួលវាក៏បានដកថយបាត់ទៅបាទហើយវាក៏បានប្រាប់កូនចៅវាឲ្យដកថយផងដែរហើយកូនចៅរបស់វាក៏បាន teleport បំផ្ទុះខ្លួនដាំងហើយក៏បានបាត់ចេញពីកន្លែងនឹងអស់លេងទៅបាទហើយហានសាបាននិយាយថាយើងនឹងមកម្ដងទៀតវើយចំណាតាមកស្វាណែវិញពេលនេះបានលើកក្មេងប្រុសម្នាក់នោះឲ្យឡើងក្រងរាជទៀតហើយម្ដងនោះគឺបានសម្រេចដោយសារតែវាបានសម្លាប់អាចារ្យនិងអាមាត្យផ្សេងទៀតឲ្យងាប់អស់លេងណាអត់មានពីណាជំទាស់ជាមួយនឹងវាទៀតនោះទេហើយនៅពេលនេះក្មេងប្រុសនោះបានឡើងក្រងរាជបានសម្រេចតែក្មេងប្រុសនោះដូចជាមិនចង់ឡើងក្រងរាជនោះទេហើយវាតែងតែនិយាយម្នាក់ឯងថាអើយកាលណានឹងកញ្ញាជាយោត្រឡប់មកវិញទេចំណែកហានសាពេលនេះវាបានទៅជួបនឹងតាស្វាប្រាប់ថាអូឥឡូវបរាជ័យហើយឥឡូវតាស្វាឯងមានអាវុធអីពិសេសដើម្បីឲ្យគេទៅចាត់ការជាមួយក្រុមរបស់ Ichigo អត់តាស្វាបានថាអូមិនអីទេចាំយើងឲ្យដាវពន្លឺឲ្យឯងទៅម្ដងទៀតប៉ុន្តែម្ដងនេះដាវកញ្ចក់ហ្នឹងគឺមានដៃមឹកដើម្បីចាប់ឲ្យជាប់នឹងដៃឯងងាយស្រួលការកាប់គ្នាតែម្ដងហើយយើងក៏មានឃាតករ3នាក់ផ្សេងទៀតដើម្បីឲ្យទៅតាមឯងផងដែរងាយស្រួលនឹងការចាត់ការទៅលើក្រុមរបស់ Ichigo មើលទៅដូចជាមិនអាចទៅរួចឥឡូវយកអា3នាក់ហ្នឹងទៅម្ដងទៀតមើលជាផ្សេងនោះគឺមានអាវក្រោះនិងអាវុធអាវលវែខ្លាំងមែនតើចំណែកកញ្ញាជាយោពេលនេះនាងបានឡើងមកលើដំបូលផ្ទះដើម្បីអង្គុយតែម្នាក់ឯងហើយ Ichigo ក៏បានមកអង្គុយនៅជិតនាងដើម្បីសួរនាំនាងអញ្ចឹងទៅណាហើយពួកគេទាំងពីរហ្នឹងក៏បានសំណេរអំពីរឿងអតីតកាលរបស់កញ្ញាជាយោពួកគេទាំងពីរកំពុងតែអង្គុយនិយាយគ្នាសោកស្រាប់តែក្រុមរបស់ហានសាបានចូលមកដល់គឺថា teleport ចេញមកក៏ដើរលើមេឃតែម្ដងហើយម្ដងនេះមើលទៅវាដូចជាមានគំនុំដល់កយហើយ Ichigo បាននាំកញ្ញាជាយោចូលទៅក្នុងផ្ទះហើយក្រុមរបស់ហានសាក៏បានចែកផ្លូវគ្នាម្នាក់មួយដើម្បីទៅចាត់ការក្រុមរបស់ Ichigo ផងដែរហើយហានសាចាប់ដើមបើកការវិភាមុនគេគឺកំទេចរនាងការពារផ្ទះរបស់កញ្ញាជាយោចោលគឺថាតាក់តែមកដាំងមកសាហាវម្ដងនេះ Ichigo ឃើញយ៉ាងឲ្យកញ្ញារូខៃនៅយាមកញ្ញាជាយោទៅវាជាអ្នកទៅចាត់ការហានសាចោលហើយពួកគេទាំងពីរក៏បាន teleport ចេញពីកន្លែងដើម្បីទៅវាយគ្នាស្ងាត់កញ្ញារូខៃក៏បានមើលពួកគេពីចម្ងាយស្រាប់តែពេលនោះដែរក៏មានឃាតករម្នាក់ទៀតបានដើរចូលមកហើយមួយនោះនឹងឈ្មោះស្អីទេមើលទៅដូចជាឆ្កែដូចមនុស្សឈួតបែបទេបាទហៅថាឆ្កែណាចំណែកប្រូយូរីបានជួបគ្នាជាមួយនឹងឃាតករម្នាក់ហើយយើងហៅពេលហ្នឹងគឺហៅសក់ដុំថ្មណាដោយសារតែសក់វាលយពេកហើយប្រូដនក៏បានជួបនឹងឃាតករម្នាក់ផងដែរគឺជាហ្គេនកាហើយយើងក៏កាត់ទៅមើលកញ្ញារូខៃវិញម្ដងនៅពេលនេះឆ្កែឈួតនោះវាកំពុងតែមើលទៅកញ្ញារូខៃហើយលិតមាត់លិតដៃលិតជើងមើលទៅដូចមិនទេបាទចង់គិតអីទៅលើកញ្ញារូខៃនោះទេកញ្ញារូខៃឃើញយ៉ាងក៏បានប្រើស្កេតករបស់នាងចាត់ការទៅលើឆ្កែឈួតនឹងចោលតែម្ដងតែឆ្កែឈួតនឹងគឺថាគ្មានបញ្ហាអ្វីទេសាហាវខ្លាំងតែបាទហើយវាក៏បានវាយទៅលើកញ្ញារូខៃវិញឡើងដួលស្ប៉ាប់ទៅលើដីផងដែរងើបមិនរួចនោះទេសាហាវខ្លាំងតែហើយវាចង់ចូលទៅចាត់ការកញ្ញាជាយោចោលអាស្រ័យវាបានបញ្ចេញមុខមកហើយក៏បានប្រើ skill ដាវផ្ការបស់វាដាក់ទៅលើឆ្កែឈួតប៉ុន្តែត្រូវបានឆ្កែឈួតវាយនឹងខ្ទប់តែម្ដងឆ្កែឈួតក៏វាបានដើរទៅរកកញ្ញាជាយោស្រាប់តែកញ្ញារូខៃបានងើបមកឡើងមកវិញម្ដងទៀតហើយដើម្បីចាត់ការទៅលើឆ្កែឈួតឆ្កែឈួតវាបានបញ្ចេញថាមពលវាខ្លាំងមែនទែនធ្វើឲ្យកញ្ញារូខៃមានការព្យាបាលខ្លាំងណាស់ជុំអានេះសាហាវមែនហើយក៏បានវាយទៅលើកញ្ញារូខៃពេញពងកាប់គ្នាល្អមើលខ្លាំងតែកន្លែងហ្នឹងចំណែកប្រូយូរីពេលនេះប៉ះគ្នាជាមួយនឹងសក់ដនថ្មត្រូវបានសក់ដនថ្មធ្វើឲ្យប្រូយូរីគឺថាឡើងវិញតែម្ដងគឺមានសមោខាងជុំវិញគេច្រើនខ្លាំងតែនៅពេលដែលបាញ់ទៅគឺអត់ត្រូវអីនោះទេគឺបាញ់ដូចបាញ់ខ្យល់អញ្ចឹងហើយប្រូយូរីថែមទាំងត្រូវបានសក់ដនថ្មវាយឲ្យត្រូវរបួសទៀតផងហើយទាំងសាច់ឌឺហាអាកាហើយយើងក៏កាត់ទៅមើលប្រូដនជាមួយនឹងហ្គេនកាណែវិញពេលនេះពួកគេគឺថាប៉ះគ្នាគឺពិតជាសមគ្នាខ្លាំងតែនមុខរបស់គេគឺមាំដូចដុំថ្មអញ្ចឹងមកមុខមាំដូចគ្នាសមគ្នាខ្លាំងណាស់ពួកគេទៅពីនេះក៏បានវាយគ្នាឌុងដាំងថាស្មើដៃគ្នាល្អខ្លាំងមែនទែនមកហ្គេនកាវាក៏បានប្រើក្បាច់មួយគឺក្បាច់ប្រើចិញ្ចាំងហើយហ្គេនកាវាបានលាក់ខ្លួននៅក្នុងចិញ្ចាំងនោះប្រូដនគឺថាមិនដឹងខ្លួនទេហ្គេនកាក៏មានឱកាសក្នុងការលបចាក់ប្រូដនពីក្រោយតែម្ដងធ្វើឲ្យប្រូដនគឺថាបែកឈាមចប់